បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញនៅប្រភេទឡានដែលបុកមុខបាទហើយវីដេអូនេះដែរគឺជាប្រភេទឡាន407ហ្នឹងគឺមានការប៉ះទង្គិចខាងមុខខ្លាំងបាទហើយរបៀបសង្កត់មើលគឺយើងមើលទៅលើតែមម៉ាស៊ីនអត់បើសិនជាតែមខ្លាំងៗមានន័យថាឡាននេះបុកខ្លាំងដោយស្នាក់បាត់តែមឬក៏គេដូរថ្ពាល់ទៅដាក់គេទិញតែមថ្មីយកមកបិទអញ្ចឹងណាបាទហើយមួយទៀតគឺខ្សៅធ្លាប់ដោះមានន័យថាធ្លាប់បាញ់ថ្នាំឬក៏ថ្ពាល់ធ្លាប់ដោះយកទៅបាញ់យកទៅតោនអញ្ចឹងបាទអាហ្នឹងគឺយើងមើលដែរមួយទៀតគឺវាចំណាស់ខ្ចៅដោយសារតែវាចាស់ផ្សេងហើយនឹងប៉ះសោផ្សេងបាទហើយពិនិត្យមើលសាច់ដែកតាមជាក់ស្ដែងទៀតបើសិនជាសាច់ដែកនឹងមានការប៉ះទង្គិចនៅថ្នាក់រួញឬក៏មានថ្នាំបៀកកាវឬក៏ថ្នាំបាញ់ហើយអាហ្នឹងគឺប៉ះធ្ងន់ណាស់ជាងមើលតាមជាក់ស្ដែងបន្ថែមទៀតតាមរូបភាពអញ្ចឹងយើងមើលអត់ទៅច្បាស់ប៉ុន្មានទេហើយយើងមើលចុងថ្ពាល់ហ្នឹងបើសិនជាវារួញឬក៏មានស្នាមកាវដូចជាមុនយើងបាញ់គឺទៅបៀកកាវហើយតោនហើយបាទហើយមួយទៀតគឺធ្នឹមនេះយើងពិនិត្យមើលថាធ្នឹមនឹងធ្នឹមទឹកថ្នាំហើយនឹងទឹកថ្នាំខាងប្លុកម៉ាស៊ីនហ្នឹងវាស្មើគ្នាអត់មានន័យថាចំណាស់ទឹកថ្នាំវាដូចគ្នាអត់បើសិនជាកន្លែងនឹងថ្មីជាងកន្លែងផ្សេងខុសធម្មតាមានន័យថាធ្នឹមហ្នឹងគឺធ្លាប់បាញ់បាទហើយបន្តមកទៀតនេះគឺជាសាក់ស៊ីខាងមុខបាទគឺមានអារម្មណ៍ថាឃើញតែខេចហើយគឺរៀងរួញបន្តិចដោយសារតែបុកខ្លាំងដល់រួញដល់សាក់ស៊ីហើយគឺធ្វើការទាញតោនទៅវិញបាទអញ្ចឹងមកនៅរៀងស្នាមរៀងរួញបាទគឺឡាននេះបុកខាងមុខខ្លាំងមែនតើអញ្ចឹងយើងត្រូវតែប្រយ័ត្នចំពោះការទិញឡានបុកមុខខ្លាំងបាទយើងទិញតាមឡានបុកបាទតម្លៃតាមឡានបុកឡានអត់បុកយើងគិតតាមតម្លៃបុកបើសិនជាគេថាឡានស្អាតឡានអត់បុកទេហើយយកតម្លៃនឹងលក់មកស្មើឡានស្អាតអាហ្នឹងគូថ្នាក់យើងត្រូវតែចេះមើលបាទវីដេអូនេះគឺបង្រៀនបងប្អូនអរគ្នាចេះមើលបាទចេះមើលរបៀបឡានបុកយ៉ាងម៉េចបុកកន្លែងណាខ្លះហើយរបៀបមើលថាទឹកថ្នាំម៉ាស៊ីនតែម៉ាស៊ីនបាទហើយឡើយហ្នឹងគឺបុកខ្លាំងមែនតើបាទថារួញរៀងរួញងឹតបន្តិចហើយបាទព្រោះសាក់ស៊ីមិនងាយរួញទេហើយនេះគឺជាថ្ពាល់ខាងស្ដាំបាទគឺយើងសង្កេតឃើញថាខ្ចៅក៏ប៉ះសោតែមក៏លបកដែរតែមលបកមានន័យថាម៉េចមានន័យថាតែមស៊ីនគឺបាត់ហើយបាទគេយកថ្ពាល់ថ្មីយកមកដាក់ហើយគេយកតែមខ្លាំងយកមកបិទតែបំពេញលេខតួដូចតែមដូចលេខតួឡានអញ្ចឹងបាទប៉ុន្តែតែមិនខ្លាំងទេបាទគឺជារបៀបដូចជាជ័រกระดาษអញ្ចឹងបើជាតែម៉ាស៊ីនរបស់វាគឺរបៀបរឹងបរតបាទហើយរបៀបមើលតែមខ្ញុំនឹងបង្ហាញមើលតែមតាមក្រោយទៀតបាទហើយទឹកថ្នាំក៏យើងត្រូវពិនិត្យដែរថាតាមភ្លីនៃមកវែងពីមុខដល់ក្រោយហ្នឹងតើយើងប៉ះទៅមានច្រាញមានគេបាញ់អត់បាទបើសិនជាបាញ់ជាធម្មតាជាងគេបាញ់បើសិនជាបាញ់ខាងក្រៅគេបិទស្គុតតាមថ្នេរនឹងមកជួរហ្នឹងមកបាទគេបិទមកជួរនឹងរហូតពីមុខដល់ក្រោយហើយបាំងកាដាកាសែតគេបាញ់ដល់ពេលគេបកទៅវិញគឺមានស្នាមហើយមួយនេះគឺធ្នឹមមិញបាទនេះមើលចិត្តយើងមិនដឹងឃើញស្នាមបៀកបាទគេបៀកអាកាវសបៀកឲ្យមកគេធ្វើការបាញ់គេបៀកខាត់ទៅគឺមានស្នាមកដាស់ខាត់ហើយនេះបាទគឺស្រួលចំណាំទេបើសិនជាធ្នឹមស៊ីនគឺទឹកថ្នាំមាត់អាឡូងទោះជាវាមិនថ្មីក៏វាអត់មានស្នាមកដាស់ខាត់ដែរបាទហើយកាលណាតែបាញ់ហើយយើងបិទដបូលមកគឺដបូលទៅកិច្ចជាមួយនឹងធ្នឹមគឺលបកថ្នាំហើយបើសិនជាធ្នឹមនឹងពណ៌ឲ្យចេញពណ៌ហ្នឹងមកអានេះដូចជាពណ៌ខ្មៅបាទនេះប្រហែលជាយកធ្នឹមពណ៌ខ្មៅយកមកបាញ់ពណ៌សវិញក៏មិនដឹងដែរបាទឬក៏វាកិតទៅវាច្បាស់ជាមួយជ័រយ៉ាងម៉េចទេយើងមើលចាក់ស្ដាយបានច្បាស់បាទយើងសង្កេតមើលទៅថាធ្នឹមហ្នឹងអាហ្នឹងដឹងតែបាញ់ហើយមានន័យថាវាធ្លាប់ប៉ះឬក៏ប៉ះតិចតួចឬក៏ធ្ងន់បាទហើយចំពោះបាតយើងក៏ពិនិត្យមើលថាបាតហ្នឹងធ្លាប់ធ្វើច្រេះអត់បាតនឹងច្រេះឬក៏ធ្វើច្រេះមានន័យថាគេច្រេះហើយគេខាត់គេបាញ់ថ្នាំឡើងវិញបាទហើយនេះគឺច្រេះមែនតើបាទឡាននេះគឺច្រេះហើយបាញ់ថ្នាំច្រេះបាញ់ហើយគឺថ្នាំដល់អាយុកាលវាលបកច្រេះនឹងវាផ្ទុះឡើងមកវិញដដែលបាទមានថាឡានច្រេះមែនតើហើយ
បងប្អូនជួយចុច like ចុច share ផងបាទវីដេអូហ្នឹងបើសិនជាសំខាន់ជួយជាចំណេះដឹងបងប្អូនទាំងអស់គ្នាបាទមុននឹងទិញឡានបាទបន្តមកទៀតគឺសាក់ស៊ីនឹងច្រេះហើយបាទច្រេះខ្លាំងទៀតយើងមើលទៅខាងលើនោះទៀតនោះគឺកូចច្រេះដែរចឹងមានន័យថាឡាននេះធ្លាប់ធ្វើច្រេះហើយឡើងទឹកថ្នាំមកវិញហើយបាទច្រេះខ្លាំងឡានហ្នឹងគឺយើងមិនគួរទិញទេហើយបើទិញក៏ទិញក្នុងតម្លៃឡានច្រេះដែរបាទយើងវិភាគទីផ្សារឡានច្រេះតាមហ្នឹងទៅបាទហើយឡានដែលច្រេះមិនច្រេះយើងមើលខ្ញានេះហើយជាពិសេសតាមរុនប្រហោងហ្នឹងបើសិនជាប្រហោងហ្នឹងមានស្នាមឡើងច្រេះហើយគឺឡានច្រេះខ្លាំងហើយបាទហើយនេះគឺដែកត្រកន្លែងធុងទឹកគឺដែកហ្នឹងរួញហើយគេទាញហើយគេទាញទៅវិញបាទឡើងរួញហើយឡើងច្រេះទៀតអញ្ចឹងមានន័យថាឡានហ្នឹងគឺបុកមុខខ្លាំងរួញដល់ធុងទឹកហ្នឹងបាទហើយគេទាញទៅវិញគេតោនទៅវិញបានប៉ុណ្ណឹងគឺឡានបុកមុខគឺងាយស្រួលមើលដែរទេបាទឲ្យតែសាច់ដែកណារៀងរួញបាញ់ថ្នាំយើងដាក់ការសង្ស័យទៅបាទហើយឡានគឺយើងមិនអាចមើលប្រឡងទៅកន្លែងណាសូម្បីតែដែកប៉ុណ្ណឹងក៏យើងមិនអាចមើលប្រឡងដែរទាំងកាលណាដែលយើងមើលរំលងវាគឺប៉ះហើយគឺអាចប៉ះឡានបុកឡានអីចឹងណាបាទឬក៏ឡានបដូរពណ៌អ្នកខ្លះទៅឡានខ្លះបុកឲ្យបដូរពណ៌ទៀតបាទយើងត្រូវប្រយ័ត្នបាទទិញឡានត្រូវតែរកអ្នកជំនាញបើសិនជាបងប្អូនចូលចិត្តជួយ follow page follow TikTok ដូចជា subscribe like និង share ផងអរគុណច្រើន